បាទជំរាបសួរពុកម៉ែបងប្អូនចឹងថ្ងៃនេះខ្ញុំបានមកធ្វើនំក្តឹបបង្អែមក្តឹបល្ពៅញ៉ាំទាំងអស់គ្នាចឹងណាបងប្អូនណាជាដំបូងនេះយើងបានចាប់ផ្ដើមឲ្យកោសដូងចឹងណាបងប្អូនយើងកោសដូងចាស់ល្មមដើម្បីកោសទៅវាទន់សាច់ចឹងណាបងប្អូនណាដើម្បីដាក់ជាមួយនឹងបង្អែមក្តឹបល្ពៅយើងចឹងហើយល្ពៅយើងលាងទឹកឲ្យស្អាតមកដាក់ចំហុយវាចោលទៅណាបងប្អូនណានេះបងប្អូនយើងចំហុយវាចោលបដាហើយចំហុយវាហើយបន្ទាប់មកយើងមកហាន់ស្លឹកតើយអញ្ចឹងណាបងប្អូនណាយើងហាន់ស្លឹកតើយនេះយើងហាន់ស្លឹកតើយវាដាក់ក្នុងចានដែកមួយមកបន្ទាប់មកយើងមកបើកមើលល្ពៅដែលយើងចំហុយមិញគឺឆ្អិនហើយបងប្អូនណាយើងចាំដល់ឆ្អិនយើងយកស្លាបព្រាចុចមើលទៅវាផុយល្អហើយអញ្ចឹងណាបងប្អូនណាអញ្ចឹងយើងចាប់ផ្ដើមដួសដាក់ក្នុងចានមួយយើងយកមកទុកអញ្ចឹងណាបងប្អូនណាយើងដួសវាមកទុកមកព្រោះវាឆ្អិនហើយអញ្ចឹងណាបងប្អូនណាបន្ទាប់មកយើងឆ្លៀតពេលមកបុកស្លឹកតើយអញ្ចឹងណាបងប្អូនណាអ្នកខ្លះគេដាក់មកក្លុកទឹកអីចឹងទៅមិនសិនទឹកក្លុកចឹងណាប៉ុន្តែយើងចង់ធ្វើបែបបុរាណម្ដងយើងបុកនឹងត្បាល់ម្ដងសាកមើលចឹងណាបងប្អូនណាចឹងយើងបុកនឹងត្បាល់សាកមើលទៅតោះមកយើងដាក់ចានដែកមួយយើងចាក់ទឹកក្តៅចូលចឹងណាបងប្អូនណាទៅយើងចាក់ទឹកក្តៅចូលរួចរាល់មកយើងអឺយើងចាប់ផ្ដើមកូរវាដើម្បីចេញជាតិទឹកគេហៅថាពណ៌បៃតងនឹងតែម្ដងចឹងណាបងប្អូនណាហ្នឹងហើយបងប្អូននេះយើងរួចហើយយើងសមិទ្ធយកតែទឹកនឹងមកអញ្ចឹងបងប្អូននេះចេញពណ៌បៃតងខៀវស្រងាត់តែម្ដងមើលទៅទំនងណាបងប្អូនណានេះបងប្អូនបន្តមកល្ពៅដែលយើងចំហុយឆ្អិនហ្នឹងគឺយើងយកមកតប់វាឲ្យម៉ត់តែម្ដងជាមួយក្នុងចានណាយើងតប់វាឲ្យម៉ត់មកបងប្អូនណាយើងតប់វាម៉ត់ហើយយើងចាក់ម្សៅត្នោតចូលបងប្អូនយើងចាក់ម្សៅត្នោតចូលមកល្មមដែលយើងអាចលាយវាធ្វើនំបានធ្វើបង្អែមបានអញ្ចឹងណាបន្ទាប់មកយើងដាក់អំបិលបន្តិចតួចមកហើយយើងកូរវាមកកូរតប់វាជាមួយនឹងស្លឹកព្រាក៏បានឬក៏យើងសម្បាច់ដៃក៏បានដែរបងប្អូនតាមចិត្តចំណង់បងប្អូនអញ្ចឹងណាបងប្អូនណានឹងបងប្អូននេះហើយតមកយើងធ្វើចាក់ម្សៅត្នោតដូចគ្នាទៅលើនឹងទឹកស្លឹកតើយហ្នឹងដើម្បីយើងធ្វើជាតងក្តាប់ល្ពៅអញ្ចឹងណាបងប្អូនណានេះយើងកូរវាឲ្យសព្វមកទៅមកនេះបងប្អូននេះទឹកតើយវាចេញពណ៌បៃតងអញ្ចឹងឯងបងប្អូនណាអញ្ចឹងហើយជាពីរបងប្អូនណាពណ៌ល្ពៅហើយនិងពណ៌ស្លឹកតើយប៉ុន្តែដែលស្លឹកតើយយើងវាតិចចឹងវាអត់សូវចេញពណ៌មកហើយស្តៀងសដែរអញ្ចឹងបងប្អូនណាអញ្ចឹងយើងចាប់ផ្ដើមធ្វើនេះគេហៅក្តាប់ល្ពៅអញ្ចឹងណាបងប្អូនណាក្តាប់ល្ពៅយើងចាប់ផ្ដើមច្នៃម៉ូតវាទៅធ្វើដូចក្តាប់ល្ពៅអញ្ចឹងណាបងប្អូនណាបន្ទាប់មកយើងធ្វើអញ្ចឹងហើយកាត់ជ្រុងវា4 5ជ្រុងអញ្ចឹងដូចខ្លែល្ពៅហើយយើងចោះវាបងប្អូនណាចោះវាដើម្បីយើងធ្វើគេហៅថាតងក្តាប់ល្ពៅបងប្អូនណាដែលយើងធ្វើពីស្លឹកតើយពណ៌បៃតងហ្នឹងដើម្បីយើងធ្វើតងវាដល់ពីលើដែលយើងចោះមិញហ្នឹងអញ្ចឹងណាបងប្អូនណាអញ្ចឹងយើងធ្វើអញ្ចឹងដូចសពដងដូចគ្នាអញ្ចឹងណាបងប្អូនណាយើងចាប់ផ្ដើមធ្វើអញ្ចឹងដូចគ្នាទាំងអស់យើងមូរវាលុញហើយយើងចាក់វាធ្វើដូចក្តាប់ល្ពៅមកទាំងអស់ហ្នឹងបងប្អូនយើងធ្វើហើយបាត់ហើយអញ្ចឹងណាស្អាតណាស់បងប្អូនណាមើលទៅតំណងដូចក្តាប់ល្ពៅបន្តិចដូចផ្កាល្ពៅបន្តិចប៉ុន្តែគេហៅថានំក្តាប់ល្ពៅនេះបងប្អូននេះយើងបានធ្វើពីស្លឹកតើយទឹកស្លឹកតើយហ្នឹងគឺបានធ្វើមកតងល្ពៅគឺយើងចាប់ផ្ដើមដុតពីលើហើយអញ្ចឹងណាណែបងប្អូនគាត់ចាប់ផ្ដើមធ្វើតងល្ពៅដាក់ពីលើដោតវាហើយដើម្បីចេញជាក្តាប់ល្ពៅអញ្ចឹងណាបងប្អូនណានេះបងប្អូនរួចរាល់អស់ហើយចឹងណាបងប្អូនរួចរាល់ហើយយើងដាក់ដាំទឹកឲ្យពុះមកបងប្អូនណាតមកយើងយកអាក្តាប់ល្ពៅហ្នឹងយកមកដាក់ចូលនៅក្នុងទឹកនឹងពុះនឹងតែម្ដងហើយបន្ទាប់មកបងប្អូនយើងដាក់ឲ្យហើយមកនៅពេលដែលវាឆ្អិនគឺវាអណ្ដែតឡើងលើហើយអញ្ចឹងបងប្អូននេះចាប់ដើមឆ្អិនបាត់ហើយអញ្ចឹងណាទឹកពុះឆ្អិនគឺអណ្ដែតមកលើជ្រងច្រាងតែម្ដងគឺបលិចពណ៌មកគឺតំណងណាស់បងប្អូនណាដូចពណ៌ល្ពៅអញ្ចឹងណាបងប្អូនណាហ្នឹងហើយឥឡូវនេះចាប់ដើមពុះឆ្អិនបណ្ដាហើយអញ្ចឹងយើងដួសវាដាក់នៅក្នុងកត្រងមួយមកដើម្បីឲ្យងាយស្រួលឲ្យស្រក់ទឹកអញ្ចឹងណាអញ្ចឹងយើងដួសវាដាក់នៅក្នុងកត្រងមួយបងប្អូនណាយើងចាប់ដើមដួសហើយឥឡូវយើងដួសវាទៅមានពណ៌អសមានពណ៌ល្ពៅហើយនឹងនេះបងប្អូនជំទាប់មកយើងបានដាក់ចូលក្នុងចានដែកមួយមកចានគេថាចានល្មមសម្រាប់ដាក់បង្អែមហូបណាបន្ទាប់ពីឆ្អិនដួសទុកហើយយើងចាប់ផ្ដើមមកធ្វើទឹកវាម្ដងអញ្ចឹងណាបងប្អូនណាហើយទឹកនេះដាក់ស្ករសក៏បានស្ករត្នោតក៏បានប៉ុន្តែម្សៅនេះដាក់ស្ករត្នោតហើយយើងលីងវាមករួចមកឲ្យវាចេញពណ៌ក្រមមកយើងចាក់ជាមួយនឹងទឹកដោះគោឆៅចូលណាបងប្អូនណានេះតមកយើងដាក់អាដូងដែលយើងបានកោសមុននឹងមកបងប្អូនណាកោសចំណិតសរសៃតុនហ្នឹងមកយើងដាក់លាយចូលគ្នាជាតិណាស់បងប្អូនអើយដូចខ្ទិះហ្មងបងប្អូនណាមើលទៅបងប្អូនណាអ្នកខ្លះគេប្រើខ្ទិះដូងប៉ុន្តែខ្ញុំប្រើទឹកដោះគោឆៅជំនួសវិញដើម្បីមើលឲ្យវា
ប្លែកពីគេអញ្ចឹងណាបងប្អូនណាតែបងប្អូនបន្ទាប់ពីឆ្អិនហើយយើងដួសដាក់បង្អែមក្តឹបល្ពៅយើងចូលក្នុងមកបងប្អូនណាតំឡងណាបងប្អូនបន្ទាប់មកយើងចាក់ទឹកដោះគោឆៅបន្ថែមមកបង្កើនរសជាតិឈ្ងុយឆ្ងាញ់តែម្ដងបងប្អូនអើយនិយាយពីខ្ទិះណាបងប្អូនអើយគាត់ឲ្យខ្ញុំសាកភ្លក់មួយម៉ាត់ខាងម៉ាត់ឆ្ងាញ់ណាស់បងប្អូនវាហាក់បីដូចជាចំពោះយើងដាក់ទៅមានទឹកដោះគោឆៅហើយមានគេហៅថាដូងចំណិតតុនសាច់វាតុនណាក៏អូបឈ្ងុយទៀតខាំមកគឺឆ្ងាញ់តែម្ដងបងប្អូនណាឥឡូវនេះគាត់បានដួសដាក់ចានចែកគ្នាហូបហើយបងប្អូនណាគឺឆ្ងាញ់មែនទែនបងប្អូនអើយដណ្ដើមគ្នាហូបខ្ញុំលើកទី1ដែលបានហូបនំក្តឹបល្ពៅនេះបង្អែមក្តឹបល្ពៅនេះបងប្អូនណាគឺឆ្ងាញ់រសជាតិឈ្ងុយឆ្ងាញ់បើសិនណាមានឱកាសខ្ញុំនឹងធ្វើហូបម្សាទៀតអញ្ចឹងបងប្អូនណាគឺឆ្ងាញ់ខ្ញុំហូបឡើងអស់បងប្អូនណានឹងហើយបងប្អូនជាតិបងប្អូននេះគឺជាតិមែនទែនបងប្អូនណាក្តឹបល្ពៅដណ្ដើមគ្នាហូបហើយណាមានការល្ពៅទៀតបងប្អូនអរគុណ